នាងកុំគិតលើនេះឲ្យសោះម្យ៉ាងទៀតចូលបញ្ឈប់ការញុះញង់របស់នាងទៅល្បិចតូចតាចមួយដើម្បីសាបរូបភាពមិនចោះវាមិនមែនអាស្រ័យលើយើងក្នុងការកំណត់ថាអ្នកធ្វើជាចៃក្រមទេវាច្បាស់ណាស់ថាជាគាត់ដោយមិនមានការប៉ុនប៉ងលាក់បាំងវាឡើយគេដាក់មួកពណ៌បៃតងលើអ្នកវានៅលើក្បាលរបស់ខ្ញុំនោះគឺរវាងខ្ញុំនិងស្វាមីភរិយានេះមិនមែនជារឿងរបស់អ្នកទេជាអានខ្ញុំសារភាពថាខ្ញុំចូលចិត្តអ្នកប៉ុន្តែខ្ញុំក៏មានការគោរពខ្លួនឯងដែរចាប់តាំងពីអ្នកបានលើកឡើងពីរឿងនេះមកបើខ្ញុំធ្វើបានខ្ញុំនឹងមិនរំខានអ្នកទៀតទេជីវិតរបស់អ្នកជូនខ្ញុំញ៉ាំអាហារមួយពេលសិនសូមពិចារណាមើលអ្នកទើបតែឆ្លៀតឱកាសពីការទូទាត់របស់ខ្ញុំចង្គៀងព្រៃគូគំនូសម្រាប់ពួកយើងពេញមួយឆ្នាំនេះរយៈពេលមួយគន្លឹះទាំងនេះសម្រាប់ការប្រើប្រាស់បន្លែស្ងួតការណែងឆេងកិច្ចព្រមព្រៀងទិញក្រុមមីឈុននេះអាហារនេះរួមមានម្ទេសដែលអ្នកចូលចិត្តសាច់ចៀនយើងមិនបញ្ជាទិញដាច់ដោយឡែកទេយើងញ៉ាំអាហារមួយជួយដែលសន្សំបាននៅពេលក្រោយអនុញ្ញាតឲ្យខ្ញុំនាំអ្នកទៅទិញនំអង្ករតូចមួយចំនួនតើអ្នកនឹងរៀនប្រើប្រាស់សម្រស់នៅពេលណាតើអ្នកបានចូលរួមក្នុងក្រុមទិញទំនិញហើយអ្នកមិនធ្លាប់នៅទីនេះពីមុនមកទេថាតើវាជួយសន្សំប្រាក់ឬអត់មានអ្វីខុសជាមួយការសន្សំប្រាក់ដែលសន្សំបានអាចប្រើសម្រាប់ទិញតែទឹកដោះគោទិញនំខេកនិងលួងលោមមនុស្សចាស់រីករាយ Jenner Nancy ខ្ញុំអ្នកពិតជាបានផ្លាស់ប្ដូរមែនជីវិតរបស់អ្នកហាក់ដូចជាខុសគ្នាទាំងស្រុងគាត់បានបំពេញវាសួស្ដីណានស៊ីងចៃដន្យណាស់តោះទៅជាមួយគ្នាញ៉ាំឲ្យអស់ទេមិនអីទេតោះយើងទៅជាមួយគ្នាតើយើងអាចធ្វើអ្វីបានទៀតតោះសាកល្បងមុខម្ហូបមួយចំនួនតើអ្នកកំពុងមើលអ្វីទោះបីជាខ្ញុំមានរូបរាងសង្ហាក៏ដោយវាមិនមែនជាភាពខ្មាស់អៀនពិតប្រាកដនោះទេអ្នកឃើញទេខ្ញុំតែងតែឃ្លានជីនខ្ញុំចាំបានថាការអ្នកទៅរៀនខ្ញុំចូលចិត្តញ៉ាំបង្គាជាងគេនៅពេលនោះប៉ុន្តែបកសម្បកបង្គាហើយខ្ញុំគ្រាន់តែបំពេញបន្ថែមអ្នកប៉ុណ្ណោះដូច្នេះដូចជាវាលើនេះខ្ញុំបានបកសម្បកវាហើយដាក់វានៅលើចានរបស់អ្នកនៅខាងក្នុងមែនយើងបំពេញគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះនៅទីនេះអ្នកអាចបកសម្បកទាំងនេះសម្រាប់ខ្ញុំចាំយកបង្គាចេញសិនខ្ញុំឃើញវាខ្វក់អ្នកកុំទៅឆ្ងាយពេកមានរឿងអ្វីខ្ញុំមិនបានគោរពផលប្រយោជន៍របស់អ្នកទេតើអ្នកមានចំណង់ចំណូលចិត្តទេតើវាខ្លាចជាកំហុសរបស់ខ្ញុំដោយរបៀបណាអ្នកមិនគ្រាន់តែធ្វើពុតជាមានគុណធម៌នោះទេប៉ះឬមួយក៏គុណធម៌របស់អ្នកគឺសម្រាប់តែជ្រូកហើយកុំធ្វើបាបខ្ញុំខ្លាំងពេកអីអរិភាពខ្ញុំកំពុងឈប់ហើយជាងឆែនអ្នកបានកុំងតែបៃតងមែនទេយល់ព្រមហេតុអ្វីបានជាមានក្លិនតែបៃតងខ្លាំងម្ល៉េះតើវាមានរសជាតិយ៉ាងណាតើអ្នកអាចប្រសើរជាងនេះបានប៉ុន្មានជាមួយបរិសុទ្ធដទៃទៀតនិងខ្លួននាងផ្ទាល់កំពុងញ៉ាំអាហារពេលល្ងាចជាមួយស្វាមីហើយនៅកន្តើយម្ល៉េះប្តីខ្ញុំក៏បាននាំអ្នកផ្សេងមកជាមួយដែរស្ត្រីដែលខ្ញុំញ៉ាំជាមួយយល់ព្រមហើយស្ត្រីនោះនៅចំពោះមុខខ្ញុំវាបានបុកចំជ្រមុះឈ្នន់ខាងមុខកុំឆ្លើយពេកមិនអីទេខ្ញុំឆ្អែតហើយចាំទិញវាផងវាជាទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍កន្លះឆ្នាំតាខ្ញុំសូមប្រាប់អ្នកថាស្លឹកខ្ទឹមនៅកន្លែងនេះគឺវាឆ្ងាញ់ណាស់ខ្ញុំមានបំណងដកថយដើម្បីឈានទៅមុខប៉ុន្តែមិននឹកស្មានដល់ឱកាសនោះបានមកដល់យ៉ាងលឿន